ឥឡូវហ្នឹងអត្រាប្រាក់កូរ៉េធ្លាក់ចុះទៀតហើយបងប្អូនអរគ្នាបានន័យថាពេលដែលយើងធ្វើការនៅក្នុងប្រទេសកូរ៉េដូចជាពួកខ្ញុំធ្វើការហើយយើងត្រូវដូរលុយទៅប្រទេសយើងត្រូវអត់ដូរលុយជាដុល្លារឬក៏យើងទុកសម្រាប់ចាយវិញនៅក្នុងប្រទេសកូរ៉េបើមិនបើយើងយកលុយកូរ៉េទៅដូរជាដុល្លារគឺបានតិចមែនទែនដោយសារតែអត្រាឥឡូវ$10001.50 វ៉ុនជាងណាដូរបាន$1000ហើយពាក់ខែបើតាមតែពួកខ្ញុំធ្វើការនៅនេះពាក់ខែពួកខ្ញុំបានតែ1.8លានឯងអត់មានបងថែមយើងកាត់ថ្លៃសិតនៅថ្លៃអីនៅថ្លៃចាយវាផ្សេងទៀតយើងចំណាយផ្សេងទៀតនិយាយទៅពាក់ខែបានតិចហើយអ្នកខ្លះក៏ថាមកនេះពាក់ខែច្រើនពាន់អញ្ចឹងអ្នកខ្លះ2000 3000អត់ទេពួកខ្ញុំមកធ្វើការនេះមួយឆ្នាំកន្លះហើយបានតែ1000តិចតួចទេអត់ដល់1500អស់ច្រើន1200ថែមមកអីទៅបានអាចដល់1300ឥឡូវនេះអត្រាប្រូប្រាក់ធ្លាក់ចុះទៀតហើយមកវិញទៀតអ្នកខ្លះថាហើយមិនដូរការងាររកពាក់ខែច្រើនទៅហើយទៅនៅអីវារងចាក់ពាក់ខែតិចហ្នឹងពួកគាត់នៅខ្មែរគាត់ដឹងថានៅក្នុងប្រទេសកូរ៉េយ៉ាងម៉េចឯងច្បាប់នៅប្រទេសកូរ៉េការដូរការងារបែបម៉េចកន្លែងស្នាក់នៅត្រូវបែបម៉េចពួកគាត់ដឹងហើយគាត់ចេះនិយាយទេតែអ្នកមកផ្ទាល់មិនដឹងថានៅក្នុងនេះយើងត្រូវជួបស្ថានភាពបែបម៉េចយើងត្រូវបត់បែបម៉េចអ្វីដែលយើងអាចធ្វើអ្វីដោយទៅទិសបានទេដូចខ្ញុំអញ្ចឹងខ្ញុំមានកម្រងបដូរការងារក៏ប៉ុន្តែក្នុងកលៈទេសៈមួយនេះស្ថានភាពនេះគឺពិបាកមែនទែនពិភពលោកសង្គ្រាមពិភពលោកទីមួយទៀតគឺបញ្ហាសេដ្ឋកិច្ចគឺពិបាកការងារក៏អត់សូវមានដែរកាត់បន្ថយការងារកាត់បន្ថយបុគ្គលិកអញ្ចឹងកន្លែងណាដែលមានការងារធ្វើគឺបន្តធ្វើការងារនឹងឲ្យល្អសិនយើងអត់អាចធ្វើអ្វីទាំងទៅទឹងហើយវាខាត់បងមកវិញអញ្ចឹងរាល់ថ្ងៃហ្នឹងគឺរក្សាការងារឲ្យបានទោះជាយើងធ្វើការទៅបានពាក់ខែតិចក៏យើងគ្រាន់ជាងដែលយើងអត់មានការងារធ្វើហើយក៏វាគ្រាន់ជាងដែលយើងធ្វើការងារនៅស្រុកខ្មែរបានពាក់ខែតិចជាងហ្នឹងហើយក៏គ្រាន់ជាងធ្វើការងារដែលបោកប្រាស់គេដែរឧទាហរណ៍មួយយ៉ាងហ្នឹងនៅក្នុងប្រទេសខ្មែរយើងគឺមានការចាប់ល្បែងអនឡាញច្រើនបោកប្រាស់លុយតាមអនឡាញអញ្ចឹងណាគឺច្រើនហើយអ្នកធ្វើការអួតពាក់ខែ700អី4 500អីហ្នឹងពួកខ្ញុំអត់សប្បាយអស់ជាមួយយើងធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់ធ្វើការនៅក្នុងកុំព្យូទ័រអត់មានអត់ធ្វើអីហត់វាជាការងារទុច្ចរិតអញ្ចឹងគឺអត់ធ្វើទេធ្វើតែការងារដែលសុចរិតការងារប្រើកម្លាំងបាយការងារដែលធ្វើទៅវាហត់នឿយមែនប៉ុន្តែមានអារម្មណ៍ថាគឺអត់បានទៅប៉ះពាល់អ្នកដទៃអត់បានទៅបោកប្រាស់គេហើយយើងគិតថាចេះឧទាហរណ៍ថាយើងកុំយកពាក្យថាដើម្បីគ្រួសារទៅធ្វើការងារទាំងអស់ហ្នឹងតាមពិតមែនទេវាគ្រាន់តែជាលេសទេការងារក៏ដោយបានពាក់ខែតិចក៏ដោយក៏យើងអាចមើលថែគ្រួសារយើងបានវាតិចមែនវាហត់មែនប៉ុន្តែយើងអត់បានទៅបោកប្រាស់គេហើយវាថ្លៃថ្នូរទៀតយើងកុំលក្ខណៈថាដើម្បីកាហ្វេហើយទៅបោកប្រាស់គេវាមិនខុសអីពីចោលទេសិតថាគ្មានអាណាគេចង់ធ្វើចោលទេប៉ុន្តែដើម្បីកាហ្វេអត់ទេគេមានតែមានជើងយើងរកវិធីរកលុយបែបផ្សេងហើយមួយវិញទៀតខ្ញុំតាំងពីដើមខ្ញុំតែនិយាយវីដេអូខ្ញុំមិនចង់និយាយប៉ះពាល់ណាគេប៉ុន្តែខ្ញុំអត់ចូលចិត្តទេអ្នកដែលអួតពាក់ខែច្រើនហើយធ្វើការងារបោកប្រាស់គេអនឡាញអីហ្នឹងខ្ញុំអត់ដែរសប្បាយចិត្តជាមួយប៉ុន្តែក៏ខ្ញុំអ្នកខ្លះក៏គាត់ដើម្បីគ្រួសារអូខេលក្ខណៈថាអាហ្នឹងយើងមិនមែននៅក្នុងស្ថានភាពគ្រួសាររបស់គាត់ប៉ុន្តែសម្រាប់ខ្ញុំការគិតរបស់ខ្ញុំការងារណាក៏មានតម្លៃកុំឲ្យទៅបោកប្រាស់គេពាក់ខែតិចដល់ក៏យើងអាចមើលថែខ្លួនឯងបានដែរយើងអាចគ្រប់គ្រងចំណូលខ្លួនឯងបានតើហើយមួយវិញទៀតអ្នកខ្លះលក្ខណៈថាចេះស៊ីគេបានធ្វើការពាក់ខែច្រើនអត់សូវហត់ហើយនៅក្នុងសិទ្ធិជាតិមកធ្វើការអីនៅនេះហត់ហើយត្រូវគេជេរអីចឹងណាការគិតវាខុសគ្នា